ក្មេងប្រុសតូចឈ្មោះសៀមបានលេងក្នុងវាលស្រែជាមួយបងប្អូននៅពេលនោះគ្មាននរណាចាំបាច់គិតថាគេនឹងក្លាយជាអ្នកជិះកង់ស៊ីក្លូនៅភ្នំពេញជាង50ឆ្នាំទេនៅវ័យ20គាត់បានចូលក្រុងដោយរថយន្តដឹកបន្លែភ្នំពេញស្ងប់ស្ងាត់ប៉ុន្តែពោពេញនៅសង្ឃឹមសម្រាប់គាត់ឈរមើលស៊ីក្លូចាស់គាត់សម្រេចរៀនធាក់ស៊ីក្លូដើម្បីរកស៊ុយនិងរកសុភមង្គលសាមញ្ញមួយពេលវេលាកើតផ្ដើមផ្លាស់ប្ដូរតាសៀមរៀបការជាមួយនារីម្នាក់ឈ្មោះពៅអាយុកាលជាឧស្សាហកម្មស៊ីក្លូគាត់ធាក់ភ្ញៀវទៅរោងការទៅផ្សារទៅវត្តនិងដឹកក្តីសង្ឃឹមក្នុងចិត្តផងដែរតែឆ្នាំ1975ធ្វើឲ្យគ្រួសាររបស់គាត់បែកបាក់ជាទ្រង់ទ្រាយធំសម្លេងគ្រាប់កាំភ្លើងនិងការបាត់បង់បុគ្គលស្រឡាញ់តាសៀមសង្ស័យថានេះជាថ្ងៃចុងក្រោយនៃជីវិតគាត់ប៉ុន្តែក្រោយសង្គ្រាមគាត់ត្រឡប់មកវិញក្នុងទីក្រុងមួយក្លាយជាស្ងាត់ស្ងៀមនៅពេលមួយមានក្មេងសិស្សសាលាមកសួរនាំគាត់ Lokta, can you tell us about your life? គាត់ស្ទើរមិនដឹងនិយាយពីអ្វីតែគាត់ញញឹមហើយប្រាប់ថានៅក្នុងសម័យសង្គ្រាមនោះយើងរស់នៅទាំងភ័យខ្លាចណាស់តាធាក់ស៊ីក្លូមិនមែនដើម្បីសុភមង្គលខ្លួនឯងទេតែដើម្បីចងចាំមនុស្សដែលខ្លះបានបាត់បង់ទៅ The war, it changed everything. The wind carries the memories, the shadows remember. We created a Facebook page named Cyclo Heart of Cambodia for Tasiem. Many people like it and leave positive comment. Let's make a video about him. យើងបានសាងសង់ផ្ទះថ្មីសម្រាប់អ្នកធាក់ស៊ីក្លូតាសៀមចូលរៀនសរសេរអក្សរជាមួយក្មេងនិងសន្យាថាពួកខ្ញុំនឹងសរសេរប្រវត្តិខ្លួនដាក់ក្នុងសៀវភៅមួយបន្ទាប់ពីព្រឹកមួយគាត់មិនបានត្រឡប់ទៀតតាសៀមបានស្លាប់លើស៊ីក្លូដោយស្ងប់ស្ងាត់សពគាត់ត្រូវគេរំលឹកជារូបសំណាកនៅឧទ្យានមួយដែលមានអក្សរថាតាស៊ីក្លូដែលធាក់ពីអតីតកាលរហូតមកដល់កូនចៅជំនាន់ក្រោយ